នៅកម្ពុជាយើងនេះយើងឃើញមានការរំជើបរំជួលប្រមាណថ្ងៃនេះកន្លែងខ្លះក៏បានផ្អាកការលក់ប្រេងរួចទៅហើយកន្លែងតិចតួចទេប៉ុន្តែកន្លែងច្រើននៅតែលក់ទេគឺខ្ញុំសូមជម្រាបបញ្ហាទី1យើងអត់ទាន់មានស្ថានភាពដែលខ្វះប្រេងផ្គត់ផ្គង់ទេសន្និធិបំរុងរបស់កម្ពុជាយើងនៅតែ21ថ្ងៃដូចគ្នាមានន័យថាប្រសិនបើយើងអត់មាននាំប្រេងចូលមកតំណក់សោះតែមកឧបមាថាថ្ងៃនេះក្រុមហ៊ុនដែលនាំប្រេងចូលគ្មានលទ្ធភាពនាំប្រេងចូលមកពីពិភពលោកទាំងអស់ហ្មងគឺបិទចិត្តឈឹងប្រភពពីក្រៅប្រសិនបើមានស្ថានភាពនេះកើតឡើងកម្ពុជាយើងអាចឈរជើងបាន21ថ្ងៃមានន័យថាអញ្ចឹងប៉ុន្តែប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះនៅតែបន្តនាំប្រេងចូលរាល់ថ្ងៃទេអត់មានតន់មានការបិទប្រភពណាមួយដែលមិនមានលទ្ធភាពនាំប្រេងចូលនោះទេសូមបញ្ជាក់ចំណុចហ្នឹងឲ្យច្បាស់មានន័យថានៅតែបន្តនាំប្រេងចូលរាល់ថ្ងៃហើយនៅតែឈរជើងនៅលើស្ថានភាពនៃការរក្សាបានប្រេង21ថ្ងៃប្រសិនបើគ្មានមកតំណក់ចូលប៉ុន្តែអត់មានទេនាំចូលរាល់ថ្ងៃបំពេញវិញដដែលទេប៉ុន្តែបញ្ហានៅត្រង់ថាប្រេងវាឡើងថ្លៃវាជាការពិតដែរប្រេងចាប់ដើមហក់ឡើងថ្លៃហើយដូច្នេះប្រេងដែលនាំចូលថ្មីគឺជាប្រេងដែលមានតម្លៃថ្លៃជាងមុនចំណុចនេះសូមបញ្ជាក់ទៀតថាបរិមាណប្រេងផ្គត់ផ្គង់គឺមានសូមកុំជ្រួលច្បល់ប៉ុន្តែប្រកាសហើយយើងមិនអាចទប់ទេពិភពលោកគឺឡើងទាំងអស់គ្នាបើអញ្ចឹងប្រេងមកថ្មីនឹងមានការឡើងថ្លៃហើយការឡើងថ្លៃនេះមិនមែនជាការកំណត់នៅលើប្រវេមាត់របស់អ្នកតាមការ៉ាស់ទេក្រសួងពាណិជ្ជកម្មក្នុងការពិភាក្សាគ្នាជាមួយក្រសួងហិរញ្ញវត្ថុដែលជាក្រសួងជំនាញទាំងពីរសមត្ថកិច្ចមានសមត្ថកិច្ចលើបញ្ហាថ្លៃនេះនឹងកំណត់តម្លៃក្នុងពេលមួយថ្ងៃពីរថ្ងៃទៀតនេះនឹងដាក់ចេញតាមអត្រាថ្លៃប្រេងថ្មីដែលនាំចូលមកដូច្នេះខ្ញុំសូមអំពាវនាវជាមួយនឹងការដែលថាប្រេងយើងនៅមានសូមកុំជួលច្បល់ទៅដណ្ដើមទិញយកមកទុកក្នុងផ្ទះតាមរយៈការដាក់ធុងជ័រនេះពីព្រោះខ្លាចជាការចំណេញចូលដើមចង់ចំណេញតិចតួចប៉ុន្តែប្រយ័ត្នឆេះផ្ទះអស់ឆេះផ្ទះមួយនឹងបហន្តរាយជាងការដែលប្រេង1លីត្រឡើងខុសគ្នាប្រមាណ100រៀលប្រយ័ត្នមែនទែនសូមបងប្អូនប្រយ័ត្នសំណូមពររបស់ខ្ញុំសូមអំពាវនាវកុំឲ្យខំយកកានទៅទិញឲ្យមានចលាចលដល់ប្រទេសនៅពេលដែលប្រេងយើងនៅមានបរិមាណគ្រប់គ្រាន់កុំឲ្យផ្គត់ផ្គង់ទី2ក្រសួងរាយនឹងធម្មពលកំពុងសហការជាមួយក្រសួងពាណិជ្ជកម្មតាមការណែនាំរបស់សម្ដេចមហាបវរទៅប្រទេសម្នាក់បរិយារដ្ឋាភិបាលកំពុងតែចោះទៅមើលស្ថានីយផ្គត់ផ្គង់ប្រេងទាំងអស់ដើម្បីធានាថាគ្មានស្ថានីយណាមួយលក់ប្រេងក្រៅពីការកំណត់របស់រដ្ឋដែលចេញមកពីការចរចារវាងរដ្ឋជាមួយនឹងក្រុមហ៊ុនបរទេសដែលយកប្រេងចូលមកមានតម្លៃមួយដែលឆ្លុះបញ្ចាំងថ្លៃសមស្របដោយទីផ្សារអន្តរជាតិដោយស្ថានភាពបច្ចុប្បន្ននិងចំពោះមុខដូច្នេះអ្នកណាដែលធ្វើខុសច្បាប់ស្អីនឹងកើតឡើងអានេះខ្ញុំសូមបញ្ជូនសារទៅបងប្អូនអ្នកប្រកបអាជីវកម្មធ្វើការ៉ាសាំងពេលដែលបងប្អូនទៅធ្វើការ៉ាសាំងបងប្អូនបានសុំការអនុញ្ញាតបានសុំអាជ្ញាប័ណ្ណពីក្រសួងប្រសិនបើបងប្អូនមិនគោរពតាមលក្ខខណ្ឌរបស់អាជ្ញាប័ណ្ណនិងអនុវត្តតាមការដាក់កំណត់របស់រដ្ឋាភិបាលដែលជាអ្នកឲ្យអាជ្ញាប័ណ្ណក្រសួងរ៉ែនិងធម្មពលនឹងដកអាជ្ញាប័ណ្ណឈប់ឲ្យលក់ប្រេងមួយជីវិតតែប៉ុណ្្នឹងទេហើយនៅក្នុងអន្តរកាលពិន័យផងដែរមានការពិន័យក្រោមច្បាប់របស់ក្រសួងពាណិជ្ជកម្មហើយមានការដកសិទ្ធិការ៉ាសាំងចេញពីក្រសួងរាយធម្មពលដូច្នេះសូមអំពាវនាវឲ្យបងប្អូនដែលធ្វើស្ថានីយប្រេងឥន្ធនៈសូមខំរក្សាអាជ្ញាប័ណ្ណរបស់ខ្លួនពួកអាជ្ញាប័ណ្ណនេះវាជាតម្លៃមួយថ្ងៃក្រោយឈប់ធ្វើការ៉ាសាំងយកអាជ្ញាប័ណ្ណលក់ឲ្យគេជាតម្លៃមួយសម័យមើលតើបងប្អូនចង់ចំណេញតិចតួចបង្កបញ្ហាលំបាកឲ្យសង្គមដែលខុសច្បាប់ហើយរដ្ឋដកអាជ្ញាប័ណ្ណបងប្អូននឹងបាត់សិទ្ធិនេះនឹងបាត់ទ្រព្យសម្បត្តិនេះខ្ញុំគ្រាន់តែពមៀនទុកឲ្យហើយទី2សូមឲ្យគោរពតាមគោលការណ៍របស់រដ្ឋហើយជួយគ្នា
ជួយគ្នាទី3អ្នកដែលអត់មានអាជ្ញាបានលក់ហាមទិញខ្សាំងទាំងការយកទៅដាក់លក់បង្កើតក្រៅច្បាប់មានន័យថាលក់លើសថ្លៃទិញមកកក់ទុកដើម្បីយកដាក់មុខផ្ទះលក់អាហ្នឹងចាប់តែម្ដងព្រោះអ្នកដែលគ្មានអាជ្ញាបានលក់ប្រេងគឺត្រូវចាប់ពួកវាអត់មានគោរពតាមពួកអត់គោរពតាមស្តង់ដារសុវត្ថិភាពស្តង់ដារអីយើងនឹងចាប់ហើយដូច្នេះមិនអាចយកធុងជ័រ20ទៅទិញយកមកស្តុកហើយទៅលក់ឲ្យលើសថ្លៃហ្នឹងតាមមុខផ្ទះហ្នឹងចាប់ហើយសូមកុំធ្វើដូច្នេះសូមបងប្អូនយើងជួយគ្នាដូចយើងសន្តិភាពចឹងដូចយើងការពារទឹកដីចឹងពេលលំបាកមិនមែនជាពេលឆ្លៀតកេងប្រវាញ់ពីគ្នាទៅវិញទៅមកទេពេលលំបាកគឺជាពេលដែលចាប់ដៃគ្នាដើម្បីឆ្លងគ្រានេះឲ្យផុតដើម្បីយើងស្រួលទាំងអស់គ្នាជាជាតិខ្មែរជាកិត្តិយសរបស់យើងក្នុងការជួយគ្នាមិនជាការឆ្លៀតពេលធ្វើវិជាកម្មសេដ្ឋកិច្ចទេហើយរដ្ឋាភិបាលនឹងផ្ដល់ការគ្រប់គ្រងឲ្យក្រុមហ៊ុនដែលធ្វើការត្រឹមត្រូវហើយដាក់ពិន័យអ្នកដែលធ្វើការមិនត្រឹមត្រូវក្នុងពេលសប្តាហ៍ខាងមុខនេះនឹងចេញវិធានការបន្តឬបញ្ហាថ្លៃបញ្ហាផ្គត់ផ្គង់ហើយនឹងការចែកចាយរបស់ក្រុមហ៊ុនយើងនឹងតាមមើលអ្នកណាចែកដល់ណាអ្នកណាចែកដល់ណាហើយគុំសង្ឃឹមទឹកក្រោយនេះគុំសង្ឃឹមថាឧបមាថាតូតាល់គេផ្គត់ផ្គង់ឲ្យការ៉ាស់កបារម្ភត្រង់ថាអ្នកការ៉ាស់សាំងលក់ចេញទៅថ្លៃទាបហើយមកទិញចូលវិញថ្លៃខ្ពស់ខ្ញុំយល់ពីរឿងការបារម្ភហ្នឹងប៉ុន្តែរដ្ឋាភិបាលមិនធ្វើឲ្យបងប្អូនក្នុងស្ថានភាពហ្នឹងទេអាប្រេងដែលមកទាបលក់តាមថ្លៃទាបព្រោះមានការកំណត់ហើយអាប្រេងថ្មីលក់ដែលមកដល់ថ្មីថ្លៃខ្ពស់យើងឲ្យលក់តាមថ្លៃខ្ពស់ហ្នឹងជាក់ស្ដែងមិនមែនឲ្យបខំមកលក់អាថ្លៃទាបទេដូច្នេះហាមការធ្វើអាជីវកម្មខុសច្បាប់ដែលឆ្លៀតហើយបើគាត់ឆ្លៀតគាត់អាចធ្វើចេះគាត់អាចថាខ្ញុំចាក់ស្ទែនខ្ញុំក្រោមដីហ្នឹង10000លីត្រខ្ញុំមិនលក់ខ្ញុំបិទការ៉ាស់សាំងហ្នឹងបើបិទចឹងចាប់បានដកសិទ្ធនឹងឈប់ឲ្យលក់មកយុះមកបើចាស់ចង់បិទមកយុះទៅអាហ្នឹងនិយាយនេះហើយសូមបងប្អូនការ៉ាស់សាំងសូមជួយសហការនេះជាកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ជាលក្ខខណ្ឌនៃអាជ្ញាប័ណ្ណដែលរដ្ឋអនុញ្ញាតឲ្យហើយជាកាតព្វកិច្ចសិលធម៌របស់បងប្អូនយើងដើម្បីជួយជាតិឯងមិនចឹងបងប្អូនលោកគ្រូអញ្ចឹងទេគ្រប់ត្រអត់ក្រៅពីការលើកបញ្ហានេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតកំពុងតែបើកការចរចាជាមួយនឹងក្រុមហ៊ុនអ្នកវិនិយោគនាំប្រេងចូលមានក្រុមហ៊ុនអាមេរិកក្រុមហ៊ុនបារាំងក្រុមហ៊ុនម៉ាឡេស៊ីឡាសិង្ហបុរីជាដើមដើម្បីធានាថាកម្ពុជានៅតែបន្តមានប្រេងឧស្ម័នចូលប្រទេសមិនឲ្យខ្វះពិតហើយទោះបីជាមានការខិតខំប្រឹងប្រែងដោយស្មោះនិងអស់ពីចិត្តពីថ្លើមបណ្ណាក៏ដោយហានិភ័យនៅមានស្ថានភាពដែលគេមិនឲ្យប្រេងចេញទាំងអស់អីចឹងទៅវាមានប៉ុន្តែមកទល់ពេលនេះតាមការទៅជែកគ្នារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនបារាំងអាមេរិកដែលនាំចូលកម្ពុជាប្រេងចូលកម្ពុជាទាំងសិង្ហបុរីទាំងអីហ្នឹងមិនទាន់មានសញ្ញាណាមួយដែលថានឹងមានការបិទគប់មិនឲ្យប្រេងចូលកម្ពុជានោះទេប្រសិនបើមានស្ថានភាពនោះមកដល់រដ្ឋាភិបាលនឹងជូនដំណឹងទៅប្រជាជនយើងដើម្បីធ្វើការងារតាមនោះអញ្ចឹងចំពោះបច្ចុប្បន្ននេះសូមកុំឲ្យភ័យជ្រួលច្បល់សូមប៉ុណ្ណឹង